អាយុដំសាយសំអាលប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ2025និងទិសដៅការងារបន្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញនិងពិធីផ្សព្វផ្សាយផែនទីបង្ហាញផ្លូវស្ដីពីសសយក2.0ឆ្ពោះទៅឆ្នាំ2028នៅសាលសន្និបាត2021ទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសសយករាជធានីភ្នំពេញក្រុមការងារសសយកវិស័យដនសនិងវិស័យបរិស្ថានគណៈកម្មាធិការសសយកខណ្ឌសង្កាត់កម្មវិធីចំណុះក្រុមសកម្មជនយុវជនសមាគមនិងដៃគូសហការចំណុះសសយករាជធានីភ្នំពេញនិងសមាជិកសមាជិកាសសយករាជធានីភ្នំពេញប្រមាណ1200នាក់ក្នុងឱកាសនោះអាយដាមសាយសំអាលបានធ្វើការកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសសយករាជធានីភ្នំពេញក្រុមការងារសសយកវិស័យដនសនិងវិស័យបរិស្ថានគណៈកម្មាធិការសសយកខណ្ឌសង្កាត់កម្មវិធីចំណុះក្រុមសកម្មជនយុវជនសមាគមនិងដៃគូសហការចំណុះសសយករាជធានីភ្នំពេញនិងសមាជិកសមាជិកាសសយកទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីពេលវេលានិងធនធានផ្ទាល់ខ្លួនបំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវនិងទឹកចិត្តស្រឡាញ់ជាតិមាតុភូមិនិងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈក្នុងដំណាក់កាលថ្មីនេះព្រមទាំងអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយគ្នានេះអាយដាមប្រធានក៏បានផ្ដល់អនុសាសន៍តម្រង់ទិសក្នុងគោលដៅពង្រឹងនិងពង្រីករចនាសម្ព័ន្ធសមាជិកភាពនិងសកម្មភាពគម្រោងព្រឹត្តិការណ៍ធ្វើយ៉ាងណាធានាឲ្យបាននូវការចូលរួមរបស់ថ្នាក់ដឹកនាំយុវជនប្រកបដោយប្រសិទ្ធភាពនិងបណ្ដុះយុវជនជំនាន់ក្រោយពោពេញដោយសមត្ថភាពនិងចំណេះដឹងចំណេះធ្វើជំនាញសតវត្សទី21ពិសេសការពង្រឹងវិជ្ជាសម្បទាបំណិនសម្បទាចរិយាសម្បទាស្មារតីទទួលខុសត្រូវសកម្មភាពចូលរួមនិងសុខភាពដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ